នៅថ្ងៃទី31ខែតុលាឆ្នាំ2025នេះនៅស្ថានភាពនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យគឺប្រជាជនថៃកំពុងតែសម្រុកចូលមកប៉ុន្តែត្រូវបានអាជ្ញាធរថៃហាមឃាត់មិនឲ្យចូលមកទេហើយសភាពការក៏រៀងស្ងប់ស្ងាត់ទៅវិញប៉ុន្តែយើងមិនទាន់ដឹងយ៉ាងណាទេយើងទៅមើលការ live ផ្ទាល់របស់បងវ៉ាន់ឌីដែលនៅទីនោះផ្ទាល់បាទបងប្អូនអរគុណដល់ពេលនេះគឺខ្ញុំមកដល់ភូមិជោគជ័យហើយមែនទេទៅគឺមកដល់តាំងពីព្រឹកដែរបាទប៉ុន្តែដោយសារតែពីព្រឹកមិញគឺមិនទាន់មានសកម្មភាពអីទេទាក់ទងទៅនឹងការប្រជាជនរបស់ថៃនឹងចូលមករៀននឹងទីដីកម្ពុជានេះគឺមិនទាន់មានសកម្មភាពទេប៉ុន្តែនៅក្នុងគណៈពេលនេះបាទគណៈពេលនេះគឺម៉ោង1ណាបងណាឥឡូវម៉ោង1កន្លះហើយបាទម៉ោង1កន្លះគឺនៅខាងភូមិជោគជ័យច្រកខាងជោគជ័យនេះគឺកម្លាំងប្រជាពលរដ្ឋរបស់ថៃនេះគឺកំពុងតែរកបំបែកនៅខែលការពាររបស់ខាងថៃបាទខាងថៃគឺគេមានទាហានគេមានប៉ូលីសគេមានអីការពារចឹងណាប៉ុន្តែឥឡូវនេះគឺវានឹងជាពលរដ្ឋរបស់វាកំពុងតែសម្រុកមកខ្លាំងមែនហើយខ្ញុំក៏សូមអរគុណបងខាងនេះបាទអរគុណច្រើនមែនទេដែលបងតែនាំផ្លូវមកបាទដោយសារខ្ញុំអត់ស្គាល់ផ្លូវគាត់នាំឲ្យបាត់ទូរស័ព្ទផងបាត់អីផងបានគាត់រោហ្នឹងហ្នឹងគឺចូលជើងជាមួយគាត់ទៅពីនេះហ្នឹងឥឡូវនេះគឺយើងឈរនៅតាមបណ្ដោយផ្លូវបាទនៅតាមបណ្ដោយផ្លូវប៉ុន្តែយើងមិនទាន់អាចចូលបានទេដោយសារតែបងសមាជិកក៏ដូចជាកងកម្លាំងយោធារបស់យើងនេះគឺគាត់មិនទាន់ឲ្យមានការប្រមូលផ្ដុំគ្នារបស់ប្រជាពលរដ្ឋកម្ពុជានឹងចូលទៅក្នុងទេដោយសារតែឥឡូវនេះគឺមានក្រុមនេះបងណាក្រុមអង្គការបាទមានក្រុមអង្គការក៏ដូចជាខាងសមាជិកក៏ដូចជាស្ថាប័នពាក់ព័ន្ធនៅខាងព្រំដែននេះគឺគេចូលទៅដោះស្រាយគេចូលទៅមើលគេចូលទៅអីហើយសម្រាប់យើងដែលជាប្រជាពលរដ្ឋហ្នឹងអត់ទាន់មានសិទ្ធិក្នុងការចូលទេប៉ុន្តែបើថាករណីដែលមានការមកខ្លាំងគឺគេនឹងធ្វើជាសញ្ញាដូចជាការគប់កណ្ដឹងឬក៏ហៅយើងទៅគឺយើងអាចថាចូលទៅបានដូចគ្នាឥឡូវនេះកំពុងតែនៅក្រៅទាំងអស់គ្នាបងប្អូនអរគុណបើមានព័ត៌មានអ្វីថ្មីខ្ញុំនឹងរាយការណ៍ជូនបន្តបាទអរគុណចាំបាទជួបគ្នាបន្តិចទៀតបាទបងប្អូនអរគ្នាឥឡូវគឺស្ថិតនៅក្នុងភូមិព្រៃច័ន្ទឃុំអូបេជន់ស្រុកអូជ្រៅណាបាទស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនេះគឺសតែបងប្អូនប្រជាពលរដ្ឋរបស់យើងក៏ធ្វើដំណើរមកពីឆ្ងាយខ្លះមកពីជិតខ្លះបាទវាច្រើនមែនទែនក្នុងវត្តបាទច្រើនមែនទែនគឺមកដើម្បីចង់ឃើញចង់ដឹងថាតើអ្វីដែលប្រជាពលរដ្ឋរបស់ថៃកំពុងតែធ្វើហ្នឹងគឺយ៉ាងម៉េចវិញអីយ៉ាងម៉េចប៉ុន្តែឥឡូវនេះគឺខាងសមត្ថកិច្ចរបស់យើងអត់ទាន់ឲ្យចូលទេបាទសមត្ថកិច្ចក៏ដូចជាកងកម្លាំងយោធារបស់យើងហ្នឹងគឺបានធ្វើការបិទនៅផ្លូវចូលគឺអ្នកដែលធ្វើដំណើរមកពីយើងហើយអាចឲ្យចូលបានទេគឺចូលបានតែអ្នកដែលនៅក្នុងនឹងប៉ុណ្ណឹងហើយបាទហើយឥឡូវគឺម្នាក់ជិះទៅវិញទៅមកខ្ញុំប្រហែលត្រឡប់ហើយតាំងពីព្រឹកមកព្រៃច័ន្ទជោគជ័យនេះគឺទៅវិញទៅមកហើយគ្រប់ច្រកអស់គឺសត្វតែមានកងកម្លាំងយោធារបស់យើងធ្វើការទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យចូលទាំងអស់បាទ